cầm rốt đầy với ai riêng tôi do bán cứ ăn lỏ cứ bầm bay rồi ông xã bầm bay rồi ông xã pe đại dương do bầm bay rồi ông xã do đốt nó cứ ở bị tranh po lư này bông bà đám bay ca pia slide bữa nó dương được đầy đầy bà dương ở trên tập thưa đôi tay ở con do đây ấy thưa của ba này không được 2 chiên đọc bay mơn sờ lật đọc bay mơn sờ lật bà đọc bay mơn sờ lật nó thưa mình toan thiệt bông lò đấy bữa sinh gì dương thưa ở smile kia cứ bị bơi lư này tại sao bông ló bên nó khang lư bông chẳng dương tiêm tia cứ ai lo nó cứ vì ai từng trade nó làm bay thưa bây giờ ai chạy ra bị khang đấy tiệp là thôi ai lang từ lư tôi chấm nai từ lư ấy khác làm bay ban cái bương đừng màu bạc ô chấm nai trời nè bông từ lư off thì pi từ lư đây thì bay cầm lang bồ cảm và tí 4 từ lư thằng nam và cái giấy trong chấm nai không chấm hiền phải đốt vào man máu đó bông sai sao bông bay máu bông hãy dương tục ở chợ chia bay ngay được và bố dương ai đốt phím dương và châu dương ở quạt từ do phím mặt ban đây có đau na bông chẳng dương đốt ở ấn đậm bay tranh po năng rồi ai po đấy là xa po 50 ឆ្នាំ 60 ឆ្នាំអត់ទៅណាដែរបងព្រោះយើងដុតឆ្អិនហើយបងថ្ងៃនេះរំដួល TV នាំអារម្មណ៍បងប្អូនយើងមកទស្សនានៅក្នុងឡទាំងអស់គ្នាតែម្ដងបងប្អូនឡនេះមិនមែនឡសម្រាប់ធ្វើអីទេគឺជាឡសម្រាប់ធ្វើក្បឿងឡដុតក្បឿងហ្មងណាដែលជាផលិតផលចេញពីសិប្បកម្មរបស់កូនខ្មែរដែលកូនខ្មែរយើងអាចផលិតបានរាប់រយរាប់ម៉ឺនសន្លឹកមកដល់ពេលនេះអាចនិយាយបានថាចូលលានសន្លឹកហើយព្រះវិហារសាលាឆាន់ឬក៏កន្លែងផ្សេងៗជាពិសេសផ្ទះសម្បែងណាដែលបងប្អូនយើងបានឃើញក្បឿងម៉ូដខ្មែរដ៏ស្រស់ស្អាតទាំងអស់នេះសិតសឹងតែចេញពីកន្លែងនេះភាគច្រើនតែម្ដងគាត់ធ្វើមករាប់សិបឆ្នាំហើយបន្តចំនួន 4-5 ចំនួនឯណោះមកដល់ចំនួនគាត់នេះក៏នៅតែបន្តធ្វើក្បឿងដែលជាម៉ូដរបស់ខ្មែរចេញពីស្នាដៃនិងបច្ចេកទេសពិតៗហើយបង្កើតបានការងារសម្រាប់បងប្អូនរស់នៅក្នុងភូមិក្នុងឃុំជាមួយគាត់ណាបានច្រើនមែនទែនសំខាន់ក្បឿងរបស់យើងនេះគឺមានគុណភាពខ្ពស់ទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនឆ្នាំមកហើយតោះឥឡូវជួបគ្នាជាមួយនឹងបងប្រុសដែលគាត់ជាម្ចាស់សិប្បកម្មធ្វើក្បឿងនេះទាំងអស់គ្នាចង់ដឹងពីបច្ចេកទេសក៏ដូចជាដំណើរការផ្សេងៗទូទៅនៅទីតាំងនេះផ្ទាល់កំរត់ដែលវាអាចយើងទទួលយកបានគឺឆ្អិនល្អគឺ800 800អង្សា800អង្សាបាទព្រោះកំរត់នេះគឺយើងឲ្យក្បឿងនេះបងឲ្យវាឆ្អិនពណ៌នេះពេលដែលយើងលាបគឺពណ៌ក្រហមធម្មតាបាទពេលដែលយើងយក800អង្សាយកដុតហ្នឹងគឺឲ្យវាចេញពណ៌ភ្លឺនេះបងយើងអត់មានអីបោះទេគឺយើងមើលនៅភ្នែកវាមានកម្រិតមួយដែលវាឲ្យពណ៌មកយើងថាយើងអាចតែយើងស្អិនអានេះជាការស្មាននេះអត់មានអីបោះទេបងបាទឡនេះបើសិនជាយើងធ្វើឲ្យវាស្មើគ្នាគឺវាអត់បើភ្លើងទេតែសាមពងឡវានៅខាងលើបងក្បឿងនេះយើងរើសដីដែរបាទយើងអត់ចេះតែធ្វើដូចទេអត់គាត់យកដីអីធ្វើក៏បានដែរនឹងបានថាពិតជាចេះប្រកាសប្រាក់រត់តាមហៅមែនបងប្អូនហើយស្ដាប់ចំហមកទៀតហើយឲ្យតែជួបជាមួយនឹងអ្នកជំនាញប្រាប់មកច្បាស់ចំសម្រាប់បងប្អូនយើងដែលចង់ប្រកបមុខរបរនេះក៏មិនមែនមានភាពងាយស្រួលប៉ុន្មានដែរបងប្រុសតម្រាំតែមកជោគជ័យដល់ពេលនេះគាត់ត្រូវរកទីតាំងដែលមានដីដែលអាចធ្វើជាក្បឿងទាំងអស់នេះបានហើយប្រភេទដីដំបូងយើងនេះបងប្អូនមាននៅភូមិសាស្ត្រនេះច្រើនមែនតើដែលអំណោយផលដល់ការធ្វើក្បឿងរបស់គាត់បងប្អូនហើយមើលណាបុគ្គលិកនៅក្នុងការលាបពណ៌ក្បឿងណាគាត់គ្រាន់តែដងចាក់ហើយទឹកថ្នាំដែលគាត់ដងចាក់ពីលើក្បឿងនេះគឺសិតសឹងតែលាយចេញមកពីគ្រឿងផ្សំផ្សេងដែលជាថ្នាំពណ៌ល្អបន្ថែមពីលើផលិតផលដែលមានគុណភាពរបស់ខ្មែរយើងគឺក្បឿងដែលផលិតចេញពីកូនខ្មែរពិតនេះបន្ទាប់ពីបានដុតរួចរាល់ហើយណាបងប្អូនប្រើប្រាស់បានយូរអង្វែងមែនទែនពណ៌ទាំងអស់នេះពេលដែលបានដុតរួចរាល់ឆ្អិនហើយដកចេញមកខាងក្រៅបងប្អូនភ្លឺចាំងស្អាតមែនទែនបើថាប្រក់ដំបូលណាមេឃបើកថ្ងៃមកការពារកម្ដៅថ្ងៃបានល្អហើយបង្កើននូវសោភ័ណភាពស្រស់ស្អាតមែនទែនហ្មងទីតាំងផលិតក្បឿងដែលជាសិប្បកម្មបង្កើតចេញពីស្នាដៃកូនខ្មែរដែលបងប្រុសមានឈ្មោះថារងរាវីបងប្អូនអាចទាក់ទងទៅគាត់បានតាមរយៈលេខទូរស័ព្ទ097 904 73កន្លែងនេះគឺជាសិប្បកម្មផលិតក្បឿងមានឈ្មោះថារងរាវីផ្ទាល់តែម្ដងបទពិសោធន៍ជាង50ឆ្នាំត3ចំនួនណាបងប្អូនដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងទ្រាឃុំព្រះនិព្វានស្រុកកងពិសីខេត្តកំពង់ស្ពឺពីមុនឡើយយើងធ្លាប់តែឃើញការធ្វើក្បឿងធ្វើអីហ្នឹងគឺជន់ដោយជើងទេប៉ុន្តែពេលនេះដោយសារតែដើម្បីធានាបាននូវគុណភាពខ្ពស់ជូនអតិថិជនណាគឺប្រើម៉ាស៊ីនដើម្បីបុកហើយបើយើងហៅនៅក្នុងភាសាបច្ចេកទេសគឺជាម៉ាស៊ីនអុកដោយសារតែការប្រើប្រាស់ជើងយើងអាចបន្តអភិរក្សនៅសកម្មភាពបន្តពីគេដូនតាមកប៉ុន្តែពេលខ្លះបងប្អូនគុណភាពនៅក្នុងការជន់ជើងណាជន់មួយសន្លឹកពីរសន្លឹកដំបូងមានកម្លាំងជើងពេញជន់បានល្អដល់ពេលក្នុងមួយថ្ងៃធ្វើរាប់ម៉ោងជន់រាប់រយរាប់ពាន់សន្លឹកទៅកម្លាំងជើងក៏ថមថយហើយការជន់ពិតជាមិនអាចបានល្អ 100% ដោយម៉ាស៊ីនទេនេះជាចំណុចដែលយើងត្រូវទទួលស្គាល់ណាបងប្អូនអញ្ចឹងហើយទៅពេលនេះការផលិតក្បឿងត្រូវប្រើប្រាស់ម៉ាស៊ីនដើម្បីអុកចំណុចលក្ខណៈពិសេសមួយទៀតបងប្អូនទីតាំងនេះត្រូវការប្រើអុសច្រើនមែនទែនក៏ប៉ុន្តែអុសគាត់អត់ប្រើអុសឈើព្រៃឬក៏ឈើស្រុកអីផ្ដេសផ្ដាស់ទេគាត់ទិញកាកសំណល់ដែលជាអុសចេញពីរោងចក្រតែម្ដងរោងចក្រគេកែច្នៃនៅប៉ងផ្លាកគេអីផ្សេងណាសល់កំទេចឈើទាំងអស់នេះមូលវែងដោយដំបងនេះគឺជាកាកសំណល់ចេញពីរោងចក្រទេគាត់ទិញមកក្នុងតម្លៃថ្លៃហើយយកមកដុតធ្វើក្បឿងរបស់គាត់តែម្ដងចឹងហើយបានក្បឿងរបស់គាត់តម្លៃរៀងសមរម្យបន្តិចហើយ
ทีนี้บ้านគុณภาพខ្ពស់ហើយជាប់ស្វិតបានរាប់ឆ្នាំមិនត្រឹមតែយកចិត្តទុកដាក់ជាមួយនឹងបរិស្ថានទេក្រុមការងារក៏គាត់យកចិត្តទុកដាក់ដែរបុគ្គលិកនៅទីនេះបងប្អូនសុទ្ធសឹងតែមានថ្ងៃឈប់សម្រាកបានត្រឹមត្រូវការផ្ដល់ជូនលុយកាក់និងប្រាក់ខែផ្សេងៗបានត្រឹមត្រូវហើយសមរម្យអាចទទួលយកបានបុគ្គលិកដែលធ្វើការជាមួយនឹងបងប្រុសម្នាក់ៗ2ឆ្នាំ3ឆ្នាំ10ឆ្នាំក៏មានដែរនៅជាមួយនឹងគាត់បានយូរមែនទែនបងរវីគាត់យកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើបុគ្គលិកណាជាពិសេសបុគ្គលិកស្ត្រីភេទបងប្អូនត្រូវបានលើកទឹកចិត្តខ្ពស់ជាងគេបន្តិចអូយបងប្អូនហើយធ្លាប់តែឃើញក្បឿងប្រក់នៅលើដំបូលផ្ទះព្រះវិហារក៏ដូចជាសាលារៀននិងកន្លែងផ្សេងៗក៏ប៉ុន្តែពេលនេះបានមកដល់ឃើញកន្លែងផលិតណាឡទាំងអស់នេះមានទម្ងន់រាប់តោនបងប្អូនហើយសម្រាប់ឥដ្ឋមួយមានទម្ងន់1គីឡូបងប្អូនគិតមើលរាប់រយរាប់ពាន់ឥដ្ឋហើយចូល10000ឥដ្ឋក្នុងមួយខែមិនដឹងថាមានទម្ងន់ធ្ងន់ប៉ុណ្ណាទេនៅក្នុងឡនេះហើយសម្រាប់ការដុតឥដ្ឋនេះបងប្អូនកម្ដៅលើសពី200-300អង្សាក្ដៅខ្លាំងមែនទែនហើយនៅពេលដែលដុតរួចឥដ្ឋដែលត្រូវបានផលិតរួចរាល់ដុតរួចរាល់ហ្នឹងទុកចោល2ថ្ងៃដើម្បីឲ្យវាត្រជាក់មិនមែនដុតភ្លាមយកចេញមកក្រៅភ្លាមទេអញ្ចឹងបើថាយើងមិនដឹងណាបងប្អូនហើយគិតថាស្រួលធម្មតាដល់ពេលមកឃើញជាក់ស្ដែងផ្ទាល់ភ្នែកចេះបានដឹងថាសូម្បីតែការដុតណាដុតរួចមិនមែនយកទៅលក់បានភ្លាមទៀតត្រូវទុកឲ្យវាត្រជាក់សិនក្នុងការទុកឲ្យវាត្រជាក់មិនមែន1ថ្ងៃ2ថ្ងៃទេបងប្អូនហើយលេងសិតតែ48ម៉ោង2ថ្ងៃពេញទៅវាត្រជាក់បើទុកវាត្រឹមតែកន្លះថ្ងៃមួយថ្ងៃនៅរលាកនៅឡើយទេដោយសារតែកម្ដៅដែលដុតដោយបញ្ជាក់អញ្ចឹងបងប្អូនលើសពី300អង្សាសេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយើងដែលត្រូវការផលិតផលខ្មែរយើងដែលកើតចេញពីស្នាដៃកូនខ្មែរពិតកុំភ្លេចតាក់ទងទៅបងប្រុសលេខទូរស័ព្ទអាសយដ្ឋានមានបញ្ជាក់ជូននៅក្នុងវីដេអូនេះស្រាប់ពិតជាមានមោទនភាពមែនទែនដែលកូនខ្មែររបស់យើងអាចផលិតនៅផលិតផលជាក់ស្ដែងគឺជាក្បឿងនេះសម្រាប់ឲ្យបងប្អូនយើងប្រើប្រាស់បានទូទាំងប្រទេសតែម្ដងហើយក៏សង្ឃឹមថាថ្ងៃណាមួយក្បឿងទាំងអស់នេះនឹងត្រូវបាននាំចេញក៏ដូចជាទទួលបានការគាំទ្រពីសំណាក់ប្រទេសជិតខាងផងដែរអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនយើងដែលមានបញ្ហាសុខភាពណាឱកាសល្អមកដល់ហើយកុំឲ្យរអ៊ូថាចេះតែបាយមិនបានសម្រានមិនលក់ស្រពេចស្រពិលស្រវែងស្រវាំងភ្នែកអីហ្នឹងអស់បញ្ហាតែម្ដងឥឡូវនេះទឹកយិនសិនរបស់ម៉ាអ៊ីអាចជួយបានបងប្អូនអាចរកទិញយកទៅពិសាដើម្បីកែខៃនៅបញ្ហាសុខភាពរបស់ខ្លួនឯងមួយចំនួនដើម្បីបំពេញតម្រូវការរបស់អតិថិជនជាក់ស្ដែងក្រុមហ៊ុនក៏បានផលិតនៅទឹកយិនសិនសម្បកកេសតូចបន្ថែមទៅលើសម្បកកេសដែលមានស្រាប់គឺសម្បកកេសចាស់ដែលសម្បកកេសតូចនេះមាន15កញ្ចប់តម្លៃធូរថ្លៃមែនទែនបងប្អូនត្រឹមតែ$21ទេមាន15កញ្ចប់តូចអាចពិសាបានមួយថ្ងៃមួយកញ្ចប់រហូតទៅដល់15ថ្ងៃពេញឯណោះកាន់តែពិសេសក្រុមហ៊ុនថែមជូននៅថ្នាំដុសធ្មេញមួយបំពង់តម្លៃ$5បូកជាមួយនឹងសន្លឹកឆ្នោតមួយសន្លឹកហើយសម្រាប់សន្លឹកឆ្នោតមួយសន្លឹកនេះមានឱកាសក្នុងការផ្សងសំណាងរងចាំចាប់រង្វាន់ម៉ូតូបងប្អូននៅតែអាចទំនាក់ទំនងរកទិញដែលមានភាពងាយស្រួលតាមរយៈ Pharmacy និងតំណាងចែកចាយឬក៏ទំនាក់ទំនងទិញដោយផ្ទាល់តាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Techpo Q ជាសញ្ញាសម្គាល់សូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា